đây đam mêបញ្ជូនទិន្នន័យពី Google Sheet ទៅ Google Doc បាននៅក្នុង Google ទីមួយយើងត្រូវ install add-on មួយដែលមានឈ្មោះថាAutoCAD អញ្ចឹងយើងចុចលើ extension ហើយ add-on ហើយ get add-on តមកយើង search AutoCAD មកអញ្ចឹងនៅពេលដែល AutoCAD ហើយយើងចុច install AutoCAD ហើយ confirm រួចហើយវាឲ្យយើង confirm ជាមួយនឹង email ឡើងវិញ continue រួចហើយ continue អូខេអញ្ចឹងកន្លែងនេះបើយើងអត់thích នៅខាងលើទេគឺវាអត់អាចចូលបានទេអញ្ចឹងយើងត្រូវ thích មុននេះយើងចូល thích មកហើយ allow មកអញ្ចឹងចប់ហើយក្នុង Google Doc នេះយើងមានtemplate មួយយើងធ្វើឲ្យហើយ template ហ្នឹងគឺខ្ញុំមាន template បែបនេះអ្វីដែលខ្ញុំចង់បញ្ជូនមកគឺទាំងនេះអញ្ចឹងអ្វីដែលនៅក្នុងសញ្ញាវងកញ្ចក់សញ្ញាតូចសញ្ញាធំនេះគឺបញ្ជូនមកពី Google Sheet អញ្ចឹងកន្លែងនេះយើងធ្វើ template យ៉ាងមកនេះគឺជា link សម្រាប់បញ្ជូនពី Google Sheet ចូល Google Doc អញ្ចឹងនៅក្នុង Google Doc យើងមានទិន្នន័យបែបនេះរួចហើយគឺនេះគឺជាជួរឆើអញ្ចឹងជួរឆើនៅពេលដែលវាជាអក្សរខ្មែរយើងត្រូវមានលេខឬមួយក៏យើងដាក់អក្សរអង់គ្លេសមកតង់ទៀតប៉ុន្តែខ្ញុំខ្ជិលហើយយើងដាក់ជាលេខរួចហើយយើងប្រើជាអក្សរខ្មែរអញ្ចឹងបើយើងប្រើជា title អង់គ្លេសក៏បានដែរយើងមិនចាំបាច់ប្រើលេខទេយើងប្រើ title អង់គ្លេសតែម្ដងអញ្ចឹងនៅក្នុង Google Doc Google Sheet នេះនៅក្នុង Google Sheet នេះគឺយើងចូលចុចទៅរក extension មួយដែលមានឈ្មោះថាAutoCAD អញ្ចឹង AutoCAD យើងវាយមកគឺ AutoCAD ចុចលើ AutoCAD មកយើង install AutoCAD ទៅអញ្ចឹងខ្ញុំបាន install រួចហើយហើយអ្នកទាំងអស់គ្នាអាច install បានអញ្ចឹងនៅពេលយើង install AutoCAD រួចហើយយើងចូលទៅក្នុង AutoCAD នេះយើងយក open អញ្ចឹង open សូមចាំតិចវាកំពុង load អញ្ចឹងកន្លែងនេះខ្ញុំលុប test មួយចោលយើងយក new job នៅពេលដែលយើង open AutoCAD ហើយយើងចុច new job កន្លែង new ឈ្មោះ job name នេះយើងដាក់ឈ្មោះមកយើងដាក់កំណត់បញ្ហារឿងអញ្ចឹងទៅហើយ next កន្លែងនេះគឺយើងប្រើtemplate ដែលយើងបង្កើតមិញនៅក្នុង template នេះអញ្ចឹងយើងប្រើវានៅក្នុងនេះមក from drive មកហើយយើងយក template ហើយយើង select រួចហើយយើងចុច next កន្លែងនេះវាចាប់យកលេខនេះចេញពី template របស់យើងនេះលេខ2នេះយោងនេះលេខ4ថ្ងៃទីលេខ5អីហ្នឹងខែហើយនឹងលេខ3មក2ហ្នឹងគឺវាចាប់ចេញពី AutoCAD វាទាញ template ហ្នឹងមកដើម្បី merge បញ្ចូលក្នុង sheet មួយយើងប្រើនៅក្នុង sheet មួយនេះ sheet ទី1អញ្ចឹងក្នុង sheet ទី1ពេលយើង select sheet ទី1មកវាចូលលេខរៀងហើយលេខថ្ងៃទីមក2នេះខ្លឹមសារយើងវាចាប់អូតូតែម្ដងយើងចុច next កន្លែង file name នេះហើយយើងដាក់ឈ្មោះវាមកអញ្ចឹង file name ខ្ញុំយកលេខ1លេខ
លេខចូលព្រោះខ្ញុំចង់បាន file name តាមលេខចូលអញ្ចឹងលេខចូល1 2 3អញ្ចឹងវាបង្កើតលេខចូលឲ្យលេខចូលហើយខ្ញុំបិទវាវិញហើយខ្ញុំដាក់វាមួយទៀតសញ្ញាដកហើយខ្ញុំយកលេខយោងមួយទៀត2ហើយលេខយោងហើយបិទវិញហើយខ្ញុំសរសេរឈ្មោះមកដាក់កំណត់បង្ហាញរឿងចឹងកន្លែងកំណត់បង្ហាញរឿងនេះគឺវា fix auto fix គឺវាចេញចឹងរហូតចឹងកន្លែងលេខ1លេខចូលនេះគឺវារត់ឡើងតាមលេខរៀងទៅនេះហើយលេខយោងនេះគឺវារត់ទៅតាមលេខយោងដែលមាននេះដែរចឹងយើងបានឈ្មោះប៉ុណ្ណឹងហើយយើងចុច next កន្លែងនេះយើងរើស folder ដែលយើងចង់ដាក់អញ្ចឹង folder ដែលយើងចង់ដាក់គឺខ្ញុំដាក់នៅក្នុង Google Sheet 2 Doc នេះអញ្ចឹង select មកកន្លែង Google Drive នេះយើងលុបចោលព្រោះមិនចង់ឲ្យវានៅក្នុង Google Drive ទេយើងចូលនៅក្នុង folder Google Sheet 2 Doc នេះតែម្ដងហើយយើង next ទៅតទៀតកន្លែងនេះ add reference នេះគឺអត់ចាំបាច់ add ទេ next មកទៀត add condition យើង add មកដល់ពេលដែលលេខចូលយើងយកលេខយោងនេះ not null បើមកថាលេខយោងនេះវាអត់មានទិន្នន័យគឺវា generate តែធំលេខយោងដែលមានទិន្នន័យទេអញ្ចឹងយើង next មកទៀតមកកន្លែងនេះមកថាយើងចង់ share ទិន្នន័យនេះទៅឲ្យអ្នកផ្សេងនៅពេលដែលវា generate ហើយអញ្ចឹងនៅពេលដែល generate រួចវានឹង share ទៅ email តែម្ដងហើយយើងអាចរើសថា edit ឬមួយ comment ឬមួយក៏ view នៅក្នុងនេះបានអញ្ចឹងកន្លែងនេះយើងអាច share បានហើយ share រួចយើងវាយ email របស់យើងទៅ email ដែលយើងចង់ send ទៅហើយ subject អញ្ចឹងទៅអញ្ចឹងកន្លែងនេះខ្ញុំអត់ share ទេអញ្ចឹង next កន្លែងនេះ trigger នេះគឺឲ្យវា no អញ្ចឹងទៅអញ្ចឹង next save អញ្ចឹងសូមចាំតិចនៅពេលដែលចេញហើយកន្លែង test នេះវានៅ load ដដែលអញ្ចឹងយើងចុចឧទាហរណ៍ថាឥឡូវយើងធ្វើរួចហើយអញ្ចឹងយើងចុច run អញ្ចឹងនៅពេលដែលយើងមានបញ្ហាយើងមាន record ថែមឬមួយក៏នេះយើងចុច run មកនៅពេលដែលយើងមាន record AutoCAD វានឹងបង្កើត merge ID merge link merge អីហើយនឹង document merge ឲ្យតែម្ដងអញ្ចឹងវា start successful នេះវាបង្កើតឲ្យមួយមកហើយអញ្ចឹងនេះគឺកំណត់បង្ហាញរឿងអញ្ចឹងយើងអាចចុចទៅមើលបាននេះគឺទិន្នន័យដែលវាបញ្ជូនមកហើយនៅក្នុង Google Doc អញ្ចឹងវា generate តែប៉ុណ្្នេះទេ generate តែ3 record នេះទេអូខេវីដេអូមានតែប៉ុណ្្នឹងទេហើយបើមានចម្ងល់អាច comment សួរបានសូមអរគុណសូមជម្រាបលា